Ok បន្តទៀតវីដេអូនេះយើងសិក្សាអំពី phrases គឺកន្សោមពាក្យតែអីទៅជាកន្សោមពាក្យ A phrase is a group of related words that does not contain a subject and a finite verb. A verb that shows tense. Phrases function as a single unit within a sentence. ចឹងកន្សោមពាក្យវាគឺជា group ជាក្រុមឬជាបណ្ដុំនៃពាក្យដែលពាក់ព័ន្ធគ្នាហើយវាអត់មាន subject វាអត់មានប្រធានហើយនឹងអត់មានកិរិយាសព្ទទេវាអត់មាន finite verb គឺកិរិយាសព្ទដែលបង្ហាញពីកាលអីមួយឬកាលទី12ចឹងហើយមុខងាររបស់វាគឺវាដូចជា single unit ទោះបីជាវាជាបណ្ដុំនៃពាក្យច្រើនចូលគ្នាមែនប៉ុន្តែវាជា single unit វាជាឯកតាមួយដែលដើរតួជាមុខងារដែលមានមុខងារអីមួយនៅក្នុងល្បះអញ្ចឹងកន្សោមពាក្យហ្នឹងគឺវាមានប្រភេទផ្សេងៗទៀតដូចជា noun phrase គឺកន្សោមនាមកន្សោមនាមវាដើរតួដូចជានាមនឹងឯងប៉ុន្តែហេតុអីបានគេហៅកន្សោមនាមដោយសារវាមានពាក្យច្រើននៅក្នុងហ្នឹងប៉ុន្តែវាមាននាមមួយដែលជាបង្គោលអញ្ចឹងហើយទៅគេហៅថា noun phrase example the rich គឺជាកន្សោមនាមមែនតើ the rich នេះគឺជាគុណនាមទេប៉ុន្តែការបន្ថែមដឹកនៅពីមុខគុណនាមខ្លះវាបង្កើតបានទៅជានាមហើយដោយសារ the rich នឹងវាជាពាក្យពីរដែលផ្សំចូលគ្នាចឹងគេហៅថាជាកន្សោមនាម all building អគារចាស់ all គឺជា adjective ជាគុណនាមបញ្ជាក់លក្ខណៈទៅឲ្យ building គឺអគារអញ្ចឹងអគារនឹងវាមានលក្ខណៈយ៉ាងម៉េចមានលក្ខណៈថាចាស់អញ្ចឹងពាក្យសំខាន់នៅក្នុងកន្សោមពាក្យហ្នឹងគឺ building មិនមែន all ទេ all នេះគ្រាន់តែ modify ទៅឲ្យ building ណាអញ្ចឹង building នឹងយ៉ាងម៉េចគឺ building នឹងវា old វាចាស់អញ្ចឹងពាក្យសំខាន់គឺ building អញ្ចឹងដោយសារ all មកបន្ថែមឲ្យលក្ខណៈឲ្យ building អញ្ចឹង old building ប៉ុណ្ណឹងគឺជា noun phrase your teacher យើងមាន your ជា possessive pronoun possessive adjective ជាគុណនាមកម្មសិទ្ធិនិង teacher ជានាមដល់ពេល your teacher your បញ្ជាក់លក្ខណៈ teacher បញ្ជាក់កម្មសិទ្ធិថាគ្រូរបស់អ្នកអញ្ចឹង your teacher គឺជា noun phrase ដែរណាជារួមមកគឺវាអត់បបាក់ចំណាំទេគ្នាយើងចំពោះ noun phrase ហ្នឹងគឺយើងសម្គាល់ទៅលើពាក្យដែលមាន noun មួយជាបង្គោលនៅក្នុងហ្នឹងហើយវាអាចមានគុណនាមផ្សេងមក modify បញ្ជាក់លក្ខណៈទៅឲ្យនាមមួយហ្នឹងមួយទៀតគឺគេហៅថា verb phrase គឺកន្សោមកិរិយាសព្ទវារួមបញ្ចូលនៅ main verb ហើយនឹង any helping verbs វាអាចមានកិរិយាសព្ទហើយនឹងកិរិយាសព្ទជំនួយនៅក្នុងហ្នឹងឧទាហរណ៍ថា he has been studying for hours អញ្ចឹង has been studying នៅទីនេះវាគឺជា verb phrase ហើយដោយសារអីវាមានកិរិយាសព្ទលើសពីមួយកិរិយាសព្ទសំខាន់របស់យើងគឺ studying ប៉ុន្តែវាមានកិរិយាសព្ទជំនួយដល់ទៅពីរគឺ has ហើយនឹង been អញ្ចឹងហេតុអីបានវាមានដល់ទៅពីរដោយសារនេះវាគឺជាការ present perfect continuous អញ្ចឹងទម្រង់វា have has been verb ing អញ្ចឹង has ក៏ជា helping verb been ក៏ជា helping verb ចំណែក studying វាគឺជា main verb អញ្ចឹង has been studying មកកន្សោមហ្នឹងគឺជាverb phrase ណាកន្សោមនឹងជាកន្សោម verb phrase គឺកន្សោមដែលផ្ដើមទៅដោយ verb វាមាន verb នៅក្នុងហ្នឹងមួយទៀតគឺគេហៅថា prepositional phrase គេហៅថាកន្សោមមានធ្នាក់ជាទូទៅវាចាប់ផ្ដើមទៅដោយធ្នាក់ហើយវា modify a noun or verb វាតាក់ទៅរកនាមឬក៏កិរិយាសព្ទវាជាប់ពាក់ព័ន្ធទៅនឹងកិរិយាសព្ទឬនាមផងដែរឧទាហរណ៍ថា the book on the table is mine អញ្ចឹង on the table គឺជាអីគេ on the table គឺជាកន្សោមមានធ្នាក់គឺជា prepositional phrase យើងឃើញមាន on គឺជា preposition យើងមាន the table គឺជា noun phrase គឺជាកន្សោមនាមអញ្ចឹងនៅពេលយើងដាក់ធ្នាក់នៅពីមុខកន្សោមនាម the table យើងរាប់ចាប់ពី on ទៅ on the table អញ្ចឹងវាគេហៅថា prepositional phrase គឺកន្សោមមានធ្នាក់វាផ្ដើមទៅដោយធ្នាក់ on អូខេ adjective phrase កន្សោមគុណនាមហ្នឹងវាអាចមានគុណនាមច្រើននៅក្នុងហ្នឹងឬមិនមែនមានតែគុណនាមទេវាអាចមានពាក្យផ្សេងទៀតប៉ុន្តែមុខងារវាគឺបញ្ជាក់លក្ខណៈឲ្យនាមឧទាហរណ៍ the man with the friendly smile greeted us បរិះជាមួយនឹងស្នាមញញឹមដ៏រស់រាយហ្នឹងបានស្វាគមន៍មកកាន់ពួកយើងអញ្ចឹងពាក្យថា with the friendly smile មកកន្សោមចាប់ពី with មកដល់ smile ហ្នឹងគឺជា adjective phrase គេហៅថាវាជា adjective phrase ដោយសារមុខងារវាគឺវា modify ទៅឲ្យ noun វាបញ្ជាក់លក្ខណៈទៅឲ្យនាមគឺ the man ហ្នឹងយ៉ាងម៉េច the man with the friendly smile បើយើងបែកធៀបនៅក្នុងកន្សោមគុណនាមហ្នឹង with នេះគឺវាជាធ្នាក់ទេ the friendly នេះវាជាកន្សោមនាមវាជាកន្សោមគុណកិរិយាវាជា adverb phrase ដោយសារ friendly ជា adverb ហើយ smile គឺជា noun នៅទីនេះគឺជា noun ទេហើយដល់ពេលយើងនិយាយចាប់ពី with ទៅដល់ smile with the friendly smile ស្នាមញញឹមដ៏រស់រាយអញ្ចឹងប្រកបដោយស្នាមញញឹមដែលរស់រាយអញ្ចឹងវាគឺជាកន្សោមគុណនាមដោយសារអីដោយសារវាបញ្ជាក់លក្ខណៈទៅឲ្យមែនអញ្ចឹងយើងអត់កំណត់ដាច់ខាតថាកន្សោមគុណនាមត្រូវតែមានគុណនាមទាំងអស់អីដែលសំខាន់គឺមុខងាររបស់វា function វាដើរតួជាអីបើវាបញ្ជាក់លក្ខណៈឲ្យ noun អាហ្នឹងហើយកន្សោមមកកញ្ចប់ហ្នឹងគឺជាកន្សោមគុណនាម adjective phrase ណា adverb phrase គឺកន្សោមគុណកិរិយាវាដើរតួដូចជាគុណកិរិយាដែរគឺវាបញ្ជាក់ន័យបន្ថែមទៅឲ្យ verb adjective ឬក៏ adverb ផ្សេងទៀតឧទាហរណ៍ she ran very quickly អញ្ចឹង quickly នេះវាជា adverb ហើយប៉ុន្តែ very នេះវាសង្កត់ន័យទៅឲ្យ quickly ទៀតអញ្ចឹង very quickly គឺជា adverb phrase ជាកន្សោមគុណកិរិយាដែលមកកន្សោមហ្នឹងដែលមកកន្សោមដែលកើតចេញពីពាក្យ very និង quickly ចូលគ្នាហ្នឹងវាបញ្ជាក់ន័យឲ្យ verb មួយគឺ verb ran នេះអញ្ចឹង ran យ៉ាងម៉េច ran មកពី run រត់យ៉ាងម៉េចរត់យ៉ាងលឿនមែនតើ very quickly កន្សោមមួយទៀតដែលយើងត្រូវស្គាល់ដែរគឺគេហៅថា gerund ឬក៏ infinitive phrase
អញ្ចឹងវាដើរតួដូចជា noun ទេអាពីរប្រភេទហ្នឹងវាមាន gerund និង infinitive phrase gerund គឺជា verb ing ដែលវាដើរតួជា noun ឧទាហរណ៍ swimming in the ocean is my favorite activity អញ្ចឹង swimming នេះគឺជា gerund ហើយ gerund ដោយសារអីដោយសារ swimming នៅទីនេះវាដើរតួជា subject របស់ល្បះហ្នឹងត្រូវដែរ subject in the ocean swimming in the ocean ការហែលក្នុងសមុទ្រអញ្ចឹង swimming ហ្នឹងវាដើរតួជា subject អញ្ចឹងវាដូចតែ noun ដែរទេវាមិនមែនជា verb ing ប្រើនៅក្នុងការ continuous ទេហើយមកប្រភេទទៀតគេហៅថា infinitive ហ្នឹងគឺយើងត្រូវចាំគឺវាផ្ដើមទៅដោយ to ណាឧទាហរណ៍ to travel the world is my dream ធ្វើដំណើរជុំវិញពិភពលោកគឺជាក្តីសុបិនរបស់ខ្ញុំអញ្ចឹង to travel the world កន្សោមគឺគេហៅថាកន្សោមអីគេ infinitive phrase គេហៅថា infinitive phrase ទូទៅវាផ្ដើមទៅដោយ to infinitive វាមាន to វាមានកិរិយាសព្ទហើយវាអាចមាននាមនៅក្នុងហ្នឹងតែពេល gerund phrase គឺវាចាប់ផ្ដើមចេញពី gerund មក swimming in the ocean ហ្នឹងគឺជា gerund phrase to travel the world គឺជា infinitive phrase មុខងារវាគឺដើរតួដូចនាមដែរដើរតួដូចនាមអញ្ចឹងវាអាចជា subject វាអាចជាប្រធានឬក៏អាចជាកម្មបទ